ពេលការថែមកឃើញឡានមកល្បិតមិនដែរមកលឿនមកខាងណាមកវិញនេះមិនជិះ3នោះ3បងណាបាទទូខបាយដល់ទៀតមកចង់មកកង់3ខ្ញុំទៀតបាទមិញវ៉ាតាមមកវ៉ាណាវ៉ាតាមនេះលំដុំទៅនេះអាក្រុមចរាចរណ៍មួយដែលបង្កឡើងនៅខ្លួនឯងតែមានរថយន្តធំមួយគ្រឿងបាទលឿនមកគាត់ចេញគេគ្រប់ឡានទាំងអស់អូខ្ញុំវ៉ាគេវ៉ាអីហ្នឹងហើយមកហ្នឹងហើយខ្ញុំមកនោះតែពេលខ្ញុំចេញពីសន្តិភាពមកយឺតមករហូតដល់វត្តបៃស្ពួតវ៉ាមករហូតវ៉ាមកយើងអាចស្មានថាប្រហែលគីឡូម៉ែត្រមកយើងអាចស្មានបានបើ80 90 100លឿនមកលេងមកស្លេវរហូតមកយ៉ាងមកហ្នឹងហើយឃើញបងនេះគាត់ជិះអត្រៃមកនឹងគាត់មកខ្ញុំជិះមកត្រង់គាត់ជុំឡានហ្នឹងមកឡានហ្នឹងមែនប្រយនេះចកោឡានធ្លាក់មកក្រោមចកោឡានមកអូនេះតិចជាមួយនឹងផ្លាកប៉ាន់ណូកាសាំងគេមួយទៀតបាទនេះដល់កបងប្អូននេះបងប្អូនសម័យមើលទៅនេះកាប៊ិនឡានក៏ពិតចូលនេះបាទបើសិនជាគាត់អត់បាត់មកជីវិតបាទក៏សំណាងខ្លាំងមែនតើបាទនេះកាប៊ិនឡានក៏ពិតចូលមកlạiកងឡានដែរហើយចកោឡានធ្លាក់មកក្រោមបាទកោឡានដល់កនេះឥឡូវឡានតែម្ដងបងប្អូនបាទព្រោះតកងឡានគាត់ត្រូវធ្ងន់ណាស់បងប្អូនបាទបងប្អូនជាពលរដ្ឋរៀងគាស់ចេញពីកាប៊ិនឡានមកបាទដោយសារពិតជាប់នៅកាប៊ិនឡានឃើញឡានគាត់មកវូលឿនហ្មងអូចឹងមិនថាវ៉ាបងបានប្រហែលជាម៉ានគីឡូដែរបងបានដល់ទីមកគួរស្ពានមកស្ពានមកវូមកនេះឡើយបាទតែពីបងឯងមកនេះហ្មងបាទទៅទៅជននេះរថយន្តធុនធំមួយគ្រឿងបាទតាមបណ្ដោយផ្លូវជាតិលេខ3បាទមកដល់គល់ស្ពានចោមចៅបានវ៉ាកង់3មួយគ្រឿងក៏បណ្ដោយជួលមកមិនដឹងថាគាត់បើកល្បឿនណាដល់ជួលមកពុកទេបាទបកោផ្លាប៉ាណូបាទឡានធំឡើងកំពិតចូលគ្នាតែម្ដងបាទតកងឡានកំពុងនៅដង្ហើមចង្រិតបាទមិនដឹងថាអ្នករួមសម្រាប់ប្រហែលអ្នកទេហើយឬមួយក្នុងនេះមានមនុស្សជាប់ក្នុងនោះទេបាទដោយសារយើងមិនអាចសាកសួរតកងឡានមកព្រោះតកងឡានដង្ហើមចង្រិតបាត់ហើយបាទបងជាពលរដ្ឋយើងបានគាស់ចេញពីក្នុងឡានបាទបង្គោប៉ាណូនេះបើសិនជាមិនរឹងមិនមាំបាទតិចមកលុំមកប៉ះផ្ទាល់នឹងក្រាសាំងគេទេបងប្អូនបាទនេះដល់កតែម្ដងមិនដឹងគាត់បើកល្បឿនយ៉ាងណាបងប្អូនពីខាងផ្លូវជាតិលេខ3បុកទៅខាងផ្លូវវែងស្រីហ្នឹងឥឡូវផ្លូវកោបងប្អូនបាទក៏បានជ្រុលមកបុកជាមួយនឹងបកោផ្លាប៉ាណូបណ្ដាលឲ្យទឹកកាប៊ិនឡានរួញចូលនឹងផ្លូវសួរបងប្អូនប្រិមិត្តដែលយំតាមដានរកការផ្សាយបងភាព TP News ទីក្រុងនៅគណៈវេលាម៉ោង 11:45 នាទីត្រូវថ្ងៃទី22ខែមេសាឆ្នាំ2025នេះដែលមុននេះបន្តិចខ្ញុំបាទ Mr. ដូចក្រុមអង្គភាព TP News កំពុងស្ថិតនៅមូលដ្ឋានសង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបន្តតែម្ដងដែលយើងទទួលបានហេតុការណ៍គ្រោះចរាចរណ៍មួយដែលបង្កឡើងនៅខ្លួនឯងដែលមានរថយន្តធំមួយគ្រឿងបាទបោតាមដោយផ្លូវជាតិលេខ3ឆ្ពោះទៅកាន់ផ្លូវវែងស្រីបាទក៏មកដល់ទីតាំងកន្លែងកាត់ហេតុផ្លូវកោងស្ពានបងប្អូនបាទបានជ្រុលរែងចង្កូតមកបុកជាមួយនឹងផ្លាប៉ាណូតែម្ដងបាទឥឡូវនេះកាប៊ិនឡានខ្ទេចខ្ទីអស់ហើយបើយើងចង់ដឹងព័ត៌មានច្បាស់យ៉ាងណាយើងធ្វើការសាកសួរជុំវិញទីតាំងកន្លែងកាត់ផ្ទាល់តែម្ដងបាទមុនពេលការថែមកឃើញឡានមកល្បិតមិនដែរមកលឿនមកខាងណាមកវិញនេះមិនជិះ3នោះ3បងណាបាទទូខបាយដល់ទៀតមកវិញចង់មកកង់3ខ្ញុំទៀតមិញវ៉ាតាមមកវ៉ាណាវ៉ាស្ដាំនេះលំដុំទៅនេះខាងនេះគួរស្ពាននោះខាងគួរស្ពានបាត់លឿនវ៉ាមកវ៉ាស្ដាំមកខ្ញុំស្មានថានឹងបើកវាមិនទេต้องទៅយ៉ាល់បើកលឿនពេនតើហ្មងបងយកយ៉ាងណាដែរឡានហ្នឹងបងមានបានគិតថាមកបំណងទៅប៉ះពីគេកន្លែងណាក្នុងគិតក្នុងចិត្តអត់ដឹងមិនដែរបងខ្ញុំគាត់ធ្វើស្មានថាគំនូប៉ះពីមកវិណាវិន័យខ្ញុំគាត់បើកលឿនយ៉ាងហ្នឹងហើយខ្ញុំបើកកង់3មកទៅគាត់វ៉ាស្ដាំមកហ្មងខ្ញុំគិតថាគាត់វ៉ាឆ្វេងខ្ញុំប្រងងាកមកស្ដាំបាទសំណាង100គ្រោះថ្នាក់ខ្ញុំសំណាងខ្ញុំវ៉ាស្ដាំកង់3មកបាទលើឡានហ្នឹងប្រហែលនេះបងឲ្យមើលមិនឃើញបងខ្ញុំបើកកង់3ដែរឥឡូវតកង់កណាបាត់កង់ហ្នឹងតកង់លោកគេយកទៅនោះអូតកង់អីបងនេះគាត់អីនៅទៅខេត្តចង្រិតអូមកខ្ញុំបើកលឿនបងវ៉ាបងឲ្យបាទខ្ញុំឃើញកម្មវិធីមានតែប៉ុណ្ណឹងលឿនខ្លាំងហ្មងឃើញលឿនខ្លាំងវ៉ាខ្ញុំស្ដាំខ្ញុំស្មានគាត់ឡើងវ៉ាឆ្វេងនេះសិនវ៉ាបុកមកជាមួយនឹងផ្លាកបកោប៉ាណូបើសិនជាបុកប៉ាពីជាមួយនឹងរថយន្តឬក៏មិនលឿនឲ្យដឹងយ៉ាងណាបងនេះបាទលឿនយ៉ាងណាឡានឡើងរួញហ្នឹងខ្ញុំថាមហាសំណាងហ្មងខ្ញុំអត់បើកង់3មកលេងមកវូមកខ្ញុំមកមើលខ្ចក់ទៅស្មានគាត់ឡើងវ៉ាឆ្វេងខ្ញុំប្រងងាកស្ដាំបាទបើងាកស្ដាំមិនតាន់បានងាកទេទៅពេលហើយឃើញឡានគាត់មកវូលឿនហ្មងអូចឹងមិនដឹងថាវ៉ាបងបានប្រហែលជាម៉ានគីឡូដែរបងមកដល់ទីហ្នឹងមកគួរស្ពានមកមកវូបុកនេះឡើយបាទចេញពីបុកឯងបុកនេះហ្មងបាទវាយភ័យខ្ញុំសំណាងមែនតើមកឲ្យបងបាទមានវល់ហ្នឹងបាទគុណច្រើនបងគុណបាទពេលមកទៅជននេះរថយន្តធំមួយគ្រឿងបាទតាមបណ្ដោយផ្លូវជាតិលេខ3បាទមកដល់គល់ស្ពានចោមចៅបានវ៉ាកង់3មួយគ្រឿងក៏បណ្ដាជួលមកមិនដឹងថាគាត់បើកល្បឿនណាដល់ជួលមកបុកទេបាទបកោផ្លាប៉ាណូឡានធំឡើងកំពិតចូលគ្នាតែម្ដងបាទនេះអូខ្ទេចតែម្ដងបាទតកងឡានកំពុងនៅដង្ហើមចង្រិតបាទមិនដឹងថាអ្នករួមសម្រាប់ប្រហែលអ្នកទេហើយឬមួយក្នុងនេះមានមនុស្សជាប់ក្នុងនោះទេបាទដោយសារយើងមិនអាចសាកសួរតកងឡានមកព្រោះតកងឡានដង្ហើមចង្រិតបាត់ហើយបាទបងជាពលរដ្ឋយើងបានគាស់ចេញពីក្នុងឡានទេបាទអូបង្គោប៉ាណូនេះបើសិនជាមិនរឹងមិនមាំបាទខ្ទេចមកលុំមកប៉ះផ្ទាល់នឹងក្រាសាំងគេទេបងប្អូនបាទនេះដល់កតែម្ដងមិនដឹងគាត់បើកល្បឿនយ៉ាងណាបងប្អូនដល់ស្នាក់ឡានខ្ទេចឡើងប៉ុណ្្នឹងហើយនេះសំណាងអត់ចំប៉ះពីនឹងរថយន្តប្រជាពលរដ្ឋដូចក៏ដូចជាមនុស្សបាទនេះចកោឡានធ្លាក់មកក្រោយចកោឡានមកអូនេះខ្ទេចជាមួយនឹងផ្លាកប៉ាណូកាសាំងគេមួយទៀតបាទនេះដល់កបងប្អូននេះបងប្អូនសម័យមើលទៅនេះកាប៊ិនឡានក៏ពិតចូលនេះបាទបើសិនជាគាត់អត់បាត់មកជីវិតបាទក៏សំណាងខ្លាំងមែនតើបាទនេះកាប៊ិនឡានក៏ពិតចូលមកlạiកងឡានដែរហើយចកោឡានធ្លាក់មកក្រោយបាទកោឡានដល់កអូបើឡើងបងដឹងថាបើកល្បឿនយ៉ាងណានេះកងឡាននេះបាទតាមសម្ដីបងប្រុសថាគាត់និយាយគាត់អង្គុយក្បែរណាបាទគាត់ថាឡានបងមកលន់ឬក៏បាយបុកជាមួយនឹងបកោប៉ាណូលន់ទូទាំងតែម្ដងបាទបងប្អូនមើលទៅភាពឡានហ្នឹង
បាទហើយភាពឡានហ្នឹងគឺខ្ទេចកាប៊ីនមកហើយកាប៊ីនខាងមុខខ្ទេចតែម្ដងបាទមិនដឹងថាឡានរបស់គាត់ហ្នឹងមានបញ្ហាចង្កូតឬមួយក៏ប្រាំងឬមួយក៏បញ្ហាអីមួយឬមួយក៏គាត់បើកក្នុងល្បឿនលឿនផ្លូវកោងមកគាត់កិច្ចអ្វីមួយមកដល់ទីតាំងឡានហើយបានបុកជាមួយនឹងផ្លាកបកោប៉ាណូបានឲ្យឡានខ្ទេចកាប៊ីនតែម្ដងបាទចង្កង់ឡានគឺជប់នៅក្នុងកាប៊ីនបានព្រះប្រជាពលរដ្ឋយើងគោះចេញទៅបាទឥឡូវនោះដេកដង្ហើមទឹកបាទខ្ញុំមិនសង្ឃឹមថាគាត់មិនកើតអីទៅចោលបងប្អូនបាទគឺសំណាងខ្លាំងមែនទែនកាប៊ីនរថយន្តក៏ពិតចូលដល់កបាទអូនពេលអូនមកតាមផ្លូវជាតិ3ឡានបើកសភាពមិនដែរអូនលឿនហ្មងគាត់ចែងគេគ្រប់ឡានទាំងអស់អូញ៉ាវ៉ាគេវ៉ាឯងហ្នឹងហើយមកហ្នឹងហើយខ្ញុំមកនោះទៅពេលខ្ញុំចេញពីសន្តិភាពមកយឺតមករហូតដល់វត្តបៃស្ពួតវ៉ាមករហូតវ៉ាមកយើងអាចស្មានថាប្រហែលគីឡូម៉ែត្រមកយើងអាចស្មានបានបើ80 90 100លឿនមកក្នុងក្រុងលេងមកស្លេវរហូតមកយ៉ាងមកហ្នឹងហើយហើយឃើញបងនេះគាត់ជីអត្រៃមកនឹងគាត់មកខ្ញុំជីមកត្រង់ហត់ជុំឡានហ្នឹងមកឡានហ្នឹងមែនឡានហ្នឹងប្រហើយគាត់គៀគេតាមផ្លូវមកគេវ៉ាឯងហើយឆ្លងមកឡើយហ្នឹងចោកិច្ចអត់អីខ្ញុំឆ្ងល់ទេគាត់មកស្លេវយ៉ាងមកហើយលឿនខ្លាំងពេញមិនទាន់មកទៅផ្លូវកោងបាទតែពេលឃើញគាត់លឿនមកនោះមានអារម្មណ៍ចិត្តគិតថាម៉េចទេអត់គិតអីហងអត់គិតអីហងឲ្យទៅមុខខ្ញុំជីមួយភើយតាមនេះខ្ញុំទៅចេញពីឡៃលោកខ្ញុំមកហ្នឹងអូពេលហ្នឹងវ៉ាមួយថ្ងៃដែរមែនបាទអ្នកឃើញហើយការថារយន្តនេះបើកតាមដល់ឆ្លី3បាទឆ្ពោះមកខាងស្ពានអាកាសចំចៅបានវ៉ាគេវ៉ាឯងហើយលបឿនលឿនណាបាទនេះលឿនខ្លាំងមែនតើក៏ដល់ទីតាំងកន្លែងកាត់ហេតុពីខាងផ្លូវឆ្លី3បុកទៅខាងផ្លូវវែងស្រីហ្នឹងអាឡៃផ្លូវកោបងប្អូនបាទក៏បានជ្រុលមកបុកជាមួយនឹងបកោផ្លាកប៉ាណូបានដល់ទឹកកាប៊ីនឡានរុញចូលនឹងផ្លាកប៉ាណូតែម្ដងបាទនេះឥឡូវយើងមកមើលកន្លែងមកមើលផ្លាករយន្តទីបងប្អូនបាទនេះជាប្រភេទផ្លាកលេខភ្នំពេញ 3C 70 និង 37 បាទជាប្រភេទឡានធុនធំបាទខ្ញុំក៏មិនទាន់ខ្ញុំក៏មិនដឹងថាឡានធុនធំនេះគេហៅថាឡានប្រភេទអីដែរដឹងតែឡានមានទ្រុងហើយនឹងធុនធំបាទបងប្អូនបាទផ្លាកលេខ 3C 70 និង 37 បងប្អូនបាទបងប្អូនពេលនេះឥឡូវបន្តពីការខលរបស់បងប្អូនជាបរដ្ឋតាក់ទងតឡានពេទ្យក៏ឡានពេទ្យង70បានចេញមកដល់ទីតាំងកន្លែងកាត់ហេតុដើម្បីយកតកង់ឡានទៅសង្គ្រោះផងដែរបាទព្រោះតកង់ឡានគឺអាចនឹងក៏ត្រូវតកង់ឡាននេះអាចក៏ទៅធ្ងន់ដែរបងប្អូនបាទដង្ហើមទឹកនៅឡើយទេបាទនេះឥឡូវឡានពេទ្យមកដល់បងប្អូនបាទព្រោះតកង់ឡានគាត់ទៅធ្ងន់ដែរបងប្អូនបាទបងប្អូនជាពលរដ្ឋយើងគាត់ចេញពីកាប៊ីនឡានមកបាទដោយសារពិតជាប់នៅកាប៊ីនឡានបងប្អូននេះហើយការបើកបរធ្វើប្រហែសមិនដឹងថាគាត់បើកបរក្នុងស្ថានភាពបែបណាទេបាទដឹងអាក្រនដឹងថាគាត់បើកបរតាមបណ្ដោយផ្លូវជាតិលេខ3មកបានវ៉ាគេវ៉ាឯងបាទលបឿនលឿនណាស់តាមសម្ដីបងប្រជាពលរដ្ឋmìnhបានវ៉ាគាត់បាទគាត់ថាឡាននេះបើកអន់ណាស់ក៏លបឿនពី80ទៅ90ដែរបាទផ្លូវក្នុងក្រុងបងប្អូនស្មាននឹងសោះហើយជាប់លំលឹងបាទជាប់លំលឹងនេះសំណាងហើយដែលគាត់បង្កទៅប៉ះពាល់ដល់ខ្លួនគាត់បាទបើសិនជាគាត់បង្កប៉ះពាល់ដល់ប្រជាពលរដ្ឋផ្សេងឬក៏រថយន្តផ្សេងបាទតើបងប្អូនសម័យមើលថាទៅជាយ៉ាងណាបើគាត់បុកនឹងផ្លាកប៉ាណូសភាពរថយន្តគាត់ប៉ុណ្ណឹងហើយចុះបើផ្សេងបុករថយន្តផ្សេងឬក៏បុកជាមួយនឹងប្រជាពលរដ្ឋបាទតើអាយុជីវិតរបស់គេទៅជាយ៉ាងណាបាទអញ្ចឹងបានថាបងប្អូនបាទយើងអ្នកណាក៏ប្រញាប់យើងក៏ប្រញាប់គេក៏ប្រញាប់បាទតែយើងបើកបោធ្វើមិនក៏ដោយកុំនិយាយថាគុំប្រញាប់តែខ្លួនឯងបាទគុំគិតតែខ្លួនឯងបាទផ្លូវសាធារណៈមានប្រជាពលរដ្ឋនិងបងប្អូនយើងផ្សេងទៀតធ្វើដំណើរបាទអញ្ចឹងយើងក៏ប្រញាប់មួយទៅបាទឲ្យឡានប៉ុណ្ណានេះបងប្អូនតែជ្រែណាហើយប្រាំងតែបើកលឿនឡានធំមិនស៊ីទេបងប្អូនបាទជន់មួយជើងពីរជើងនឹងមិនផងបាទដឹងថាគាត់ប្រញាប់ទៅណាឬមួយក៏មិនអីមិនទៅយើងក៏មិនដឹងថាឲ្យច្បាស់ហេតុការណ៍ដែរបាទអញ្ចឹងយើងខ្ញុំបានសំណូមពរដល់ពុកម៉ែបងប្អូនធ្វើដំណើរតាមដងផ្លូវមានការប្រុងប្រយ័ត្នជាពិសេសពាក់មួកជិះម៉ូតូបើកបរម៉ូតូតាមដងផ្លូវសូមពាក់មួកសុវត្ថិភាពបានត្រឹមត្រូវបាទបើកបររថយន្តពាក់ខ្សែបាតបានត្រឹមត្រូវជាពិសេសកុំបន្សាគ្រឿងសង្វឹងនៅពេលបើកបរនៅគណៈពេលនេះខ្ញុំបាទ Mr. ដោយរួមដល់ភាពទីនយូ